មេរៀនទី3សិស្សឧស្សាហ៍ណានចូលអានអត្ថបទខាងក្រោមរួចឆ្លើយនឹងសំណួរសុខាជាសិស្សឧស្សាហ៍រាល់ថ្ងៃនាងទៅរៀនទៀងទាត់និងទាន់ពេលជានិច្ចសុខាគោរពបទបញ្ជារបស់សាលារៀនបានត្រឹមត្រូវក្នុងថ្នាក់រៀននាងយកចិត្តទុកដាក់ស្ដាប់គ្រូបញ្យលបាននិងហ៊ានជំរាបសួរគ្រូនៅពេលមិនយល់ពេលខ្លះនាងជួយបញ្យល់មិត្តរួមថ្នាក់ដែលរៀនយឺតទៀតផងសុខាតែងណែនាំមិត្តភក្តិកុំឲ្យដើរលេងផ្ដេសផ្ដាសនៅផ្ទះសុខាខំធ្វើលំហាត់អានសៀវភៅសិក្សាស្រាវជ្រាវនិងជួយធ្វើកិច្ចការផ្ទះឪពុកម្ដាយសុខាសប្បាយចិត្តណាស់ព្រោះឃើញកូនខិតខំរៀនសូត្រនិងទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត